និយាយតាំងកដាយប់ត្មងទៅបងប្អូនពីព្រោះខ្ញុំឥឡូវនេះវារវល់ពីព្រលឹមដល់ព្រលប់អត់សូវមានពេលបានធ្វើវីដេអូប្រហែលទេប៉ុន្តែចង់ដកខ្លួនចេញដកវាមិនរួចព្រោះវាពេលខ្លះវាទឹះភ្នែកពេកឥឡូវហ្នឹងរឿង X Zoom មួយទៀតក្លឹប X Zoom ដែលគេកំពុងតែល្បីឲ្យលញ្ជូលនោះបងប្អូនខ្លះខ្ញុំឃើញគាត់ប្រហោះគាត់ deal គាត់ប្រមាថបងប្អូនដែលរំបែកស្លុយនៅក្នុងក្លឹបហ្នឹងប៉ុន្តែខ្ញុំបើជាខ្ញុំបងប្អូនខ្ញុំអត់ប្រមាថខ្ញុំអត់រិះគន់ខ្ញុំអត់មើលងាយពួកបងប្អូននឹងទេពីព្រោះអីវ័យពួកគាត់ស្ថិតនៅក្នុងវ័យដែលគេហៅថាឈាមរាវអញ្ចឹងវ័យប៉ុណ្ណឹងឯងបើគាត់ចូលទៅក្នុងសង្គមអ្នករៀនគាត់រៀនបើគាត់ដើរជាមួយសង្គមបណ្ឌិតគាត់បណ្ឌិតណាបើគាត់ដើរជាមួយនឹងសង្គមពីលគាត់ពីលបើគាត់ប្រឡូកក្នុងសង្គមតែសបាយអញីអឈ្មោលគាត់នឹងទៅតាមនឹងដូចគ្នាប៉ុន្តែវ័យហ្នឹងគឺអាចនឹងកែប្រែបាននៅពេលណាដែលមានមនុស្សជុំវិញខ្លួនឲ្យតម្លៃព្យាយាមអប់រំព្យាយាមដោះខាត់ពួកគាត់ប៉ុន្តែខ្ញុំថ្កោលទោសខ្ញុំនិន្ទាខ្ញុំរិះគន់ចំពោះបុគ្គលមួយចំនួនដែលខ្លួនឯងល្បីឈ្មោះនៅក្នុងបណ្ដាញសង្គមហើយពេលខ្លះត្រូវបានរដ្ឋាភិបាលត្រូវបានអ្នកដែលមានកិត្តិយសអុកញ៉ាអាដាមគឺលើកដំកើងប៉ុន្តែខ្លួនឯងបន្ទាបខ្លួនទៅស្ថិតនៅក្នុងបរិបទថោកទាបណែកន្លែងនេះយើងត្រូវថ្កោលទោសបងប្អូនតែយើងត្រូវដៀលទៅរិះគន់ណាបងប្អូនគិតមើលខ្លួនឯងជាមនុស្សសង្គមខ្លួនឯងជាមនុស្សមហាជនមានឈ្មោះល្បីមាន fan រាប់មិនអស់រួចទៅទម្លាក់ខ្លួនទៅតែងខ្លួនធ្វើរយៈទៅរំបែកឆ្លុយអីដូចបងប្អូនដែលពួកគាត់ខ្វះការអប់រំខ្វះការផ្ដល់នៅយោបល់ពីមនុស្សជុំវិញខ្លួននេះអាហ្នឹងគួរឲ្យអនិច្ចាណាបងប្អូនទាំងអស់នោះគាត់ដើរខុសផ្លូវមកពេលថ្ងៃក្រោយក៏អាចកែខ្លួនបានប៉ុន្តែវាធ្ងន់ជាងគេអាពួកមនុស្សកាចាស់ក្បាលមួយចំនួនដែលដឹងថាអានឹងវាជាទង្វើមួយដែលអាចជះឥទ្ធិពលទៅដល់ក្មេងសកលក្រោយដែលគាត់ឃើញហើយគាត់អាចនឹងរៀនសូត្រនឹងធ្វើឲ្យសង្គមយើងអ៊ូអាប់ណាតែពួកនឹងបន្តលើដង្កើងវិស័យថោកទាបបែបហ្នឹងអាហ្នឹងឯងបងប្អូនណាបើខ្ញុំជាបុគ្គលមានអំណាចជាមន្ត្រីដែលពាក់ព័ន្ធណានៅក្នុងអាការអប់រំការចោះបង្ក្រាបរឿងអស់ហ្នឹងបងប្អូនពួកនេះខ្ញុំមិនឲ្យរួចខ្លួនទេពួកនេះបានចូលរួមចំណែកនៅក្នុងការពង្វក់យុវជនខ្មែរឲ្យលែងចេះរៀនសូត្រលែងចេះគិតគូរអីពីព្រោះអ្នកទាំងអស់ហ្នឹងសុទ្ធតែជាមនុស្សមហាជនរួចបើកាលណាជាមនុស្សមហាជនអ្នកឯងទៅដើរតួទៅធ្វើសកម្មភាពដែលមិនបង្ហាញនូវភាពថ្លៃថ្នូរសួរថាតើ fan ដែលគេគ្រប់គ្រងហ្នឹងប្រហែលអ្នកដែលគេនឹងរៀនសូត្រអវិធីថោកទាបហ្នឹងដូចពួកអ្នកទាំងអស់ហ្នឹងបងប្អូនគិតមើលទៅខ្ញុំនិយាយពេលខ្លះរៀងធ្ងន់បន្តិចប៉ុន្តែវាល្មមដល់ពេលដែលប្រទេសយើងគួរតែមានការអនុវត្តការអប់រំការកិត្តក្រមវិន័យមួយឲ្យត្រឹមត្រូវតម្រង់ទិសដៅទៅកាន់យុវជនខ្មែរឲ្យងាកទៅរកការរៀនសូត្រងាកទៅរកការស្រាវជ្រាវព័ត៌មានងាកទៅរកការតាមដានពីបញ្ហាសង្គមរួចបើសិនជាមនុស្សល្បីក៏ទៅឈួតបែបអញ្ចឹងសួរថាឲ្យសង្គមយើងពឹងស្អីណាបងប្អូនពឹងតែរដ្ឋាភិបាលមួយទៅអត់រួចទេរដ្ឋាភិបាលចង់ប្រឹងឲ្យ24ម៉ោងអត់ដីក៏ដោយបើយុវជនងាកមកលេងហប់ជិះឈោកចឹងនេះពួកឆក់ខ្សែភ្លើងចិត្តងាប់ចឹងសួរថាតើប្រទេសយើងនឹងរីកចម្រើនមិនយុវជនធនធានជុំវិញប្រទេសកម្ពុជាយើងនៅក្នុងបណ្ដាអាស៊ានមួយចំនួនគេរៀនដល់ណាគេរៀនទៅដល់ថ្នាក់វិទ្យាសាស្ត្រគេរៀនទៅដល់ការស្រាវជ្រាវបង្កើតរ៉ូបតបង្កើតអីឯងនេះឆ្វែលរំកវីក្តិតកវីក្តពេញហ្នឹងគិតមើលទៅបងប្អូនអាសូរទេហើយសួរថាខ្ញុំចូលចិត្តអាសបាយអញ្ចឹងហ៎ខ្ញុំក៏ចូលចិត្តសបាយអញ្ចឹងដែរប៉ុន្តែការសបាយរបៀបហ្នឹងបើខ្ញុំទៅសបាយរបៀបហ្នឹងក៏ខ្ញុំអត់បង្ហាញសង្គមឲ្យវាអាប់អួរឲ្យក្មេងៗស្គាល់ក្រោយគាត់មើលពីអាកម្រួអាក្រក់ដែរនរណាក៏មានកំហុសដែរនរណាក៏ចេះខុសដែរបងប្អូននរណាក៏អាចផ្លត់ស្នៀតដែរប៉ុន្តែអាការផ្លត់ស្នៀតមួយចំនួនហ្នឹងបើយើងលាក់បានយើងបិទបានយើងបិទទៅយើងបង្ហាញតែអាសកម្មភាពណាដែលល្អទៅជាពិសេសបើអ្នកជាមនុស្សមហាជននេះខ្ញុំសំណពរប៉ុណ្្នឹងចុះអរគុណ